បងប្អូននេះគឺជា Vivo X300 Pro ដែលនៅតែឈរជាកម្ពុជាទូរស័ព្ទដែលមានកាមេរ៉ាថតបានស្អាតជាងគេទាំងមុខងារ portrait និងថតនៅពេលយប់វាថតបានស្អាតដោយមិនចាំបាច់កែទេហើយខ្ញុំនឹងយកអំពីកាមេរ៉ាឲ្យបានច្រើនចំពោះរូបរាងវាមិនសូវខុសពីចំនួនមុនទេព្រោះ Vivo series នេះគេចេញមួយឆ្នាំដល់ទៅ2ដងអញ្ចឹងបើនិយាយអំពីការ design ក៏ពិបាករកអីថ្មីមកដាក់ទូរស័ព្ទថ្មីដែរតែខ្ញុំគិតថាវាធ្វើបានស្អាតហើយមិនចាំបាច់កែគុណអីច្រើនទេចំពោះរូបរាងដាក់តែ chip ថ្មីមកបន្ថែមសមត្ថភាពកាមេរ៉ាឲ្យកាន់តែប្រសើរជាងមុនទៅគឺកាន់តែអេម Vivo នៅតែឈរជាទូរស័ព្ទកម្ពុជាផ្នែកកាមេរ៉ាដដែលក្រោយពេលប្រើទូរស័ព្ទនេះមួយរយៈខ្ញុំចូលចិត្តទូរស័ព្ទនេះច្រើនអ្វីត្បិតតែមែនតើខ្ញុំស្រឡាញ់ទូរស័ព្ទអេក្រង់កោងជាងតែពេលបានប្រើទូរស័ព្ទអេក្រង់រាបស្មើអញ្ចឹងមានអីខ្ញុំគិតថាវាស្អាតនិងអាចសម្របខ្លួននឹងការចូលចិត្តបានហើយបើនិយាយអំពីគុណភាពអេក្រង់នេះគឺវាកប់ complete ទាំងអស់តែហ្មងទាំងច្បាស់ទាំងភ្លឺដែលស្រួលមើលនៅក្រោមពន្លឺថ្ងៃនិងដំណើរការបានលឿនរអិលដូចបើអញ្ចឹងដែរដូចខ្ញុំបញ្ជាក់មិញអញ្ចឹងនេះគឺជាអេក្រង់ដែលកប់គ្រប់យ៉ាងវាមានគែមរាបស្មើទេហើយអេក្រង់នេះមានទំហំ 6.78 អ៊ីងដូចជាស្តង់ដារគេហើយវាគឺជាប្រភេទ LTPO AMOLED ដែលអាចឆ្លាស់ល្បឿនពី 1Hz ដល់ទៅ 120Hz កម្រិត PWM dimming ខ្ពស់ដល់ទៅ 2160Hz ហើយចំពោះពន្លឺគឺភ្លឺខ្លាំងដល់ទៅ 4500 nit ហើយពិតជាភ្លឺខ្លាំងមែនទែនមើលនៅខាងក្រៅអីគឺអត់មានបញ្ហាទេហើយ sensor scan ម្រាមដៃក្រោមអេក្រង់គឺវាដំណើរការបានលឿនមែនទែន Vivo តែងតែធ្វើបានល្អកន្លែងហ្នឹងបើធៀបជាមួយទូរស័ព្ទដែលខ្ញុំធ្លាប់បានតេស្ត Vivo គឺដំណើរការបានលឿនជាងគេហើយដំបូងខ្ញុំក៏មិនសូវចូលចិត្ត UI របស់ Vivo ទេក៏ប៉ុន្តែគេបើកឲ្យយើងអាចតុបតែងផ្លាស់ប្ដូរបានច្រើនអញ្ចឹងខ្ញុំក៏សាកដូរ theme ដូររូបតាំងទៅក៏មានអារម្មណ៍ថាចូលចិត្តវាកាន់តែច្រើននេះក្រោយការតុបតែងហើយណាវាគួរឲ្យចាប់អារម្មណ៍និយាយពីម៉ាស៊ីន Vivo X300 Pro មកជាមួយនៅ chip MediaTek Dimensity 9500 ដែលជា chip ថ្មីនិងជា chip លឿនវាគឺជា chip លឿនដែលមានតម្លៃធូរជាង chip Snapdragon ហើយខ្ញុំតេស្ត benchmark ពី Antutu វាទិញបន្ទុកបាន 3.5 សែនជាងល្បឿននេះពិតជាកប់មែនទែនហើយមិនដឹងយើងត្រូវការល្បឿនប៉ុណ្ណឹងយកទៅប្រើអីទេហើយនិយាយអំពីថាមពលថ្មនៅលើ Vivo X300 Pro នេះមានថ្មទំហំ 6500 mAh ដែលពិតជាធំប្រើមួយថ្ងៃមិនអស់ទេហើយក៏អាចសាកថ្មល្បឿនលឿនដល់ទៅ 90W flash charge តាមខ្សែនិងសាកបានតាម wireless ល្បឿនដល់ទៅ 40W ហើយក៏អាចសាកបញ្ច្រាស់ទៅឧបករណ៍ផ្សេងក៏បានដែរនេះគឺជាដុំសាក 90W របស់ Vivo ណាមិនសូវជាធំប្រហែលទេហើយមើលពីកម្រាស់នេះគឺមិនសូវជាស្ដើងហើយមិនសូវជាក្រាស់ប្រហែលទេតែថែមកាមេរ៉ាហើយបើសិនជាចង់ការពារឲ្យបានល្អយើងត្រូវដាក់ case ថែមមួយជាន់ទៀតដែរអញ្ចឹងវាកាន់តែក្រាស់មែនតើហើយប៉ុន្តែប្រើយូរទៅវាទម្លាប់ហើយមិនអីទេនិយាយអំពីកាមេរ៉ាគឺជាកន្លែងសំខាន់ដែលគួរឲ្យចាប់អារម្មណ៍ហើយបើសិនជាមើលពីតួលេខគឺមានតួលេខធំមែនទែន Sensor Goal មានទំហំ50 megapixel ហើយ Sensor Periscope មានទំហំដល់ទៅ200 megapixel ហើយ Sensor សម្រាប់ថតមុំទូលាយក៏ទំហំ50 megapixel ហើយកាមេរ៉ាមុខក៏ទំហំ50 megapixel ដែរអញ្ចឹងបើនិយាយអំពីតួលេខគឺធំមែនទែនហើយវាក៏មិនមែនធំតែតួលេខទេវាធ្វើការបានល្អថតរូបបានស្អាតមែនទែននិយាយពីមុខងារថត portrait ទូរស័ព្ទកំពូលណាមួយក៏ថតបានច្បាស់ដែរតែអ្វីដែលខុសគ្នាគឺ Vivo គេលាយពណ៌មកបានយ៉ាងស្អាតជាងជាពិសេសគឺពណ៌ស្បែកមនុស្សដែលនៅរក្សាបានសស្មើល្អដែលមើលទៅឃើញថ្លាឃើញមើលទៅស្អាតណាចាប់អារម្មណ៍កន្លែងហ្នឹងដែលទូរស័ព្ទផ្សេងពិបាកដេញវាក៏រក្សាផ្ទៃព្រាបបែបធម្មជាតិបានច្រើនដែរតែវាក៏មិន perfect ពេកដែរពេលខ្លះក៏វាកាត់ត្រេមិនត្រូវដែរយើងត្រូវទម្លាក់ aperture ឲ្យធ្លាក់ដល់ទៅ f4 អីបានវាកាត់ស្អាតណាតែបើត្រឹម f2 f2.5 អីវាចេញព្រាលខ្លាំងដែលមើលទៅវា fake ណាបងប្អូនតែងតែនិយាយថាទូរស័ព្ទ iPhone ថតមកចេញពណ៌បានធម្មជាតិជាងគេបានន័យថាពណ៌ដែលទូរស័ព្ទផលិតមកគឺវាស្រដៀងជាមួយនឹងពណ៌ដែលភ្នែកយើងមើលឃើញជាងគេហើយ Vivo ក៏ដូចគ្នាដែរវាចេញពណ៌បែបធម្មជាតិច្រើនប៉ុន្តែភ្នែកយើងមើលទៅយើងចូលចិត្តជាងណាបើធៀបជាមួយនឹង iPhone ដែលថតហើយអត់ចង់ថតទៀតទេចង់តែដាក់ទូរស័ព្ទចូលក្នុងកប៉ៅខុសពី Vivo ដែលថតហើយចេះតែចង់សាកមកប៉ុសទៀតអីចឹងណាមួយទៀតចំពោះ lens periscope zoom ពេល zoom ឆ្ងាយគឺវាធ្វើការបានល្អមែនទែនវាមានលំនឹងល្អខ្ញុំសាកទាញដល់ទៅ 100x គឺវានឹងថ្កល់មិនពិបាកទប់លំនឹងខ្លាំងដូចទូរស័ព្ទផ្សេងទេចំពោះទូរស័ព្ទផ្សេងពេល zoom ដល់ទៅ 100x វាញ័រឬក៏ពិបាកទប់លំនឹងឲ្យវានឹងសម្រាប់ទឹកថតតែសម្រាប់ Vivo X300 Pro នេះគឺវាថតបាននឹងល្អចំពោះការថតឆ្ងាយ
អញ្ចឹងចំពោះការថតត្រឹមតែ 10xx គឺនឹងថ្កល់តែម្ដងចំណុចពិសេសមួយទៀតគឺលឿន shutter ពេលថតហ្នឹងគឺវាឆ្លើយតបបានលឿនមែនទែនពេលយើងថតវាញ័រវាលឺសំឡេងនិងវាចាប់ effect crack ហ្នឹងវាលឿនមែនទែនហើយវាដូរទៅជា view finder វិញលឿនមែនទែនអញ្ចឹងពេលដែលយើងចុចយើងទទួលអារម្មណ៍ថាទូរស័ព្ទនឹងឆ្លើយតបបានលឿនខុសពីទូរស័ព្ទកំពូលផ្សេងដែលពេលយើងចុចអញ្ចឹងលឿនពេកវានឹងមានការពន្យាពេលចំពោះសមត្ថភាពថតវីដេអូវាអាចថតបានដល់ទៅ 8K 30 frame ហើយអ្វីដែលពិសេសនោះគឺវាអាចថតបាន 4K ដល់ទៅ120 frame ដែលថតហើយយើងយកមកធ្វើជាវីដេអូ slow mo ណាអាចធ្វើឲ្យយឺតជាងមុនដល់ទៅ5ដងគឺវា cool មែនទែនហើយគុណភាពវីដេអូអាចចាត់ទុកបានថាច្បាស់ល្អ 4K គឺច្បាស់ល្អខ្លាំងហើយពិសេសមួយទៀតគឺពេលថតបដាយើងក៏អាចឆ្លាស់ lens ពីកាមេរ៉ាក្រោយមកកាមេរ៉ាមុខបានសម្រាប់អ្នកថត vlog អីគឺលយ lens កន្លែងនេះមើលមកផ្លែតស្មានតែមួលបានណាតែពិតមួលអត់បានទេហើយកាមេរ៉ានេះគេសហការជាមួយនឹងក្រុមហ៊ុន Zai ហើយមាន Zai T កាយនេះគឺជា coding គេធ្វើ coding ទៅលើកាមេរ៉ាណាកុំឲ្យពេលថតមានចំណាំងខ្លាំងជាពិសេសពេលថតនៅពេលយប់មានពន្លឺស្អិចស្កះអីកាមេរ៉ានេះគឺវាធ្វើការបានល្អនៅផ្នែកចំហៀងខាងឆ្វេងមានប៊ូតុងមួយយើងខិតលើបន្តិចយើងអាចកំណត់ឲ្យដំណើរការផ្លូវកាត់ចូលទៅកាន់មុខងារផ្សេងខ្ញុំដាក់ឲ្យចុច2ដងដើម្បីបើកភ្លើងពិលនិងចុចឲ្យជាប់ដើម្បីបើកកាមេរ៉ាយើងក៏អាចដាក់មុខងារផ្សេងទៀតបានដែរអញ្ចឹងចុច2ដងបើកភ្លើងពិលចុច2ដងបិទចុចឲ្យជាប់បើកកាមេរ៉ានិយាយជាសរុបមកវិញបទពិសោធន៍របស់ខ្ញុំជាមួយនឹង Vivo X300 Pro នេះគឺពិតជាល្អច្រើនខ្ញុំប្រហែលជាត្រូវអស់លុយហើយមើលទៅបើសិនជាទុកចិត្តខ្លួនឯងមិនបានទេព្រោះខ្ញុំស្រឡាញ់អេក្រង់ស្រឡាញ់កាមេរ៉ានិយាយទៅស្រឡាញ់រូបរាងរបស់វាដែរតែសូមបញ្ជាក់ថានេះគឺជា version ចិនទេដែលអាចនឹងមានតម្លៃធូរជាង version global យ៉ាងច្រើនដែរបើសិនជាបងប្អូនចង់បាន global ក៏មិនអីដែរអាចរងចាំឬក៏រកមើលលើទីផ្សារទៅ